សំដីជាទ្រព្យប្រារព្ធមិនអស់តែបើត្រាទោះនាំការហិង្សានាំឲ្យកុំគួនជាប់ក្នុងចិន្តាអាចហ៊ានប្រហារប្រាថ្នាធ្វើធៀបបើប្រើត្រឹមត្រូវត្រង់តាមព្រះធម៌នាំជួបផលល្អបវរឥតឃ្លាតសំដីកាត់យួររួមមានមេជាតិសំដីសជាតិមេជាតិសពោតសំដីល្អជាពុទ្ធាល្អគ្រាប់សំដីឥតភ័ព្វបងទ្រព្យខាតខូចសំដីមានន័យល្បីឆ្ងាយរាប់យោជន៍សំដីឥតខូចប្រយោជន៍គង់មានសំដីគូគប់ជាប់ព្រំវិហារព្រមដោយសទ្ធាបូជាសិលធានសំដីជាធម៌ល្អ